តាចេនហាត់ធានជានរណាតាចៅប្រុសអនាគតរបស់ខ្ញុំនៅណាជីតាអ្នកច្រើនតែពឹងផ្អែកលើមាត់នេះរញ៉េញ៉ៃវាមិនមែនជាមុខមាត់ម្ដុំកាលទេមុខលោកវាងពិតជាយល់ពីខ្ញុំហេតុអ្វីបានជាក្រុមគ្រួសាររបស់អ្នកជំរុញឲ្យអ្នកនៅលើការបរិច្ឆេទពីការភ្នែកហើយជីតាខ្ញុំបាននិយាយថាប្រសិនបើខ្ញុំមិនរៀបការគាត់នឹងសង្ស័យថាតើខ្ញុំមានអារម្មណ៍ចំពោះម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុនដែរឬទេចុះអ្នកវិញតើអ្នកចង់រៀបការទេខ្ញុំមិនចង់ទេឥឡូវនេះខ្ញុំគិតថាការបរិច្ឆេទពីការភ្នែកមិនគួរឲ្យធុញទ្រាន់ទេកុំធ្វើឲ្យខ្ញុំខុសខ្ញុំមិនចូលចិត្តអ្នកទេខ្ញុំមិនយល់ច្រឡំទេអ្នកមិនមើលទៅដូចជាអ្នកកំពុងមើលវត្ថុនោះទេខ្ញុំចង់ឃើញគម្រោងមួយដែលមានសតិនិយមបន្ទាប់មកអ្នកបានត្រៀមខ្លួនរួចរាល់ហើយខ្ញុំនឹងបង្កើនប្រសិទ្ធភាពអ្នកនៅពេលខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញការចងគំនុំផ្ទាល់ខ្លួនរបស់លោកវាងមិនគួរត្រូវបាននាំយកទៅធ្វើការទេកុំបារម្ភខ្ញុំនឹងធ្វើការដើម្បីដោះស្រាយការសោកសៅផ្ទាល់ខ្លួនតើវានៅតែយឺតពេលសម្រាប់ខ្ញុំក្នុងការរត់ឥឡូវនេះទេវាយឺតពេលហើយមកការិយាល័យខ្ញុំទាន់ពេលថ្ងៃស្អែកវេលាម៉ោង 9 តើមានអ្វីកើតឡើងការពិនិត្យការបរិច្ឆេទពីការភ្នែកពិនិត្យឡើងវិញជាការពិតការសម្ដែងរបស់អ្នកនៅយប់នេះគឺពោពេញទៅដោយចន្លោះប្រហោងប៉ុន្តែវាល្អប្រសើរប្រសិនបើអ្នកមានស្បែកក្រាស់វាក៏មានតម្លៃបណ្ដុះបណ្ដាលផងដែរបន្ទាប់មកលោកវាងខ្ញុំសូមជូនអ្នកគោរពការបរិច្ឆេទពីការភ្នែកដំបូងរបស់យើងចំពោះគ្រោះថ្នាក់មួយប៉ុន្តែរថយន្តមិនទាន់បានក្រឡាប់នៅឡើយទេបន្ទាប់មកខ្ញុំគោរពអ្នកសូមសំណាងល្អចេញពីការិយាល័យរបស់ខ្ញុំនៅថ្ងៃស្អែកសូមអរគុណខ្ញុំស្រាប់តែមានអារម្មណ៍ដានតឹងក្នុងការស្រឡាញ់វាមិនមែនជាស្នេហាទេវាជាការរស់រានមានជីវិតហាហាហាលីនជីតារបស់អ្នកបាននិយាយថាគាត់ត្រូវតែទៅក្រុមហ៊ុននៅថ្ងៃស្អែកដើម្បីមើលសៀវចិនហើយសូមឲ្យគាត់កុំខ្មាស់អៀនលោកវាងតើវានៅតែយឺតពេលសម្រាប់ខ្ញុំក្នុងការលាលែងពីតំណែងឥឡូវនេះទេវាយឺតពេលហើយជួបខ្ញុំថ្ងៃស្អែកម៉ោង 9:00 លាហើយជីតាខ្ញុំការបរិច្ឆេទពីការភ្នែកនេះច្បាស់ជាចង់រត់គេចតាំងពីដំបូងប៉ុន្តែវាបានផ្លាស់ប្ដូរដោយស្ងាត់ស្ងៀមនៅក្នុងជំនួយឆ្កួតរបស់ឪពុកម្ដាយនិងការសន្ទនាគ្នាទៅវិញទៅមកក៏វាងអ្នកទាំងពីរចេនហាធានអ្វីដែលអ្នកបោះជំហានទៅមុខគឺត្រឹមត្រូវជាងការផ្សះផ្សាផ្នែកហិរញ្ញវត្ថុលោកវាងខ្ញុំស្រឡាញ់រាល់វិនាទីរបស់ក្រុមហ៊ុនកុំមកដល់ឆាប់ដើម្បីខ្ជះខ្ជាយម៉ាស៊ីនត្រជាក់កុំយឺតពេលដើម្បីប្រកួតប្រជែងនឹងប្រព័ន្ធខ្ញុំបានព្យាយាមរត់គេចខ្លួនដោយពីការភ្នែកកាលពីយប់មិញខ្ញុំនឹងចុចបន្ទាត់នៅកន្លែងធ្វើការនៅថ្ងៃនេះតើជីវិតរបស់អ្នកមានសំណាងទេខ្ញុំពឹងផ្អែកលើកម្លាំងខ្ញុំចំណាយពេលតែ2នាទីនិង20វិនាទីដើម្បីចេញពីភ្លើងក្រំដីទៅជណ្ដើរយន្តឥឡូវនេះបន្ទាប់មកអ្នកសមស្របសម្រាប់កីឡាតើវាមិនសមស្របសម្រាប់ការងារទេសំឡេងរបស់គាត់ត្រជាក់ណាស់វាហាក់ដូចជាការកាត់ទោសកាលពីយប់មិញត្រូវបានធ្វើឲ្យប្រសើរអ្នកមិននិយាយលេងទេជាក់ស្ដែងខ្ញុំគួរតែខឹងសូមក្រឡេកមើលថាតើគាត់ខ្មាស់អៀនប៉ុណ្ណាហេតុអ្វីបានជាអ្នកនៅតែចង់សើចតាចេនហាត់ធានជានរណាតើចៅប្រុសអនាគតរបស់ខ្ញុំជីតានៅណាជីតាអ្នកគឺជាសៀវចិនមែនទេក្មេងប្រុសមើលទៅស្វាហាប់ខ្ញុំមើលទៅខ្លាចបន្តិចប្រពន្ធគឺជាសំណាបល្អជីតាមិនមែនទេលោកវាងអ្នកយល់ច្រឡំចិនហៅចិនបានមកដល់ការិយាល័យរបស់ខ្ញុំវាកើតឡើងដូច្នេះខ្ញុំក៏ស្ដាប់អ្នកពីរនិយាយអំពីការងារជីតាសូមធ្វើបន្ទប់ប្រជុំសម្រាប់តែជាមុនសិនលោកវាងវិធីនេះសូមផ្លាស់ប្ដូរផែនការសម្រាប់អតិថិជនដែលពិបាកបំផុតនេះក្នុងរយៈពេល3ម៉ោងលោកវាងតានេះជាអាជីវកម្មឬជាចំនួនផ្ទាល់ខ្លួនលោកវាងតានេះជាអាជីវកម្មឬជាចំនួនផ្ទាល់ខ្លួនអាជីវកម្មដាក់ទោសអ្នកដោយវិធីនេះគ្រាន់តែខ្មាស់អៀនខ្ញុំរហូតដល់ស្លាប់មានការដាក់ទណ្ឌកម្មបន្ទាប់ពីការបរិច្ឆេទពីការភ្នែកអ្នកណាអាចឈរបានលោកវាងតាអ្នកស្នើសុំឲ្យខ្ញុំសរសេរផែនការឬធ្វើឲ្យខ្ញុំអាម៉ាស់មុខទេមនុស្សគ្រប់គ្នាកំពុងរង់ចាំមើលរឿងកំ pl ែងខ្ញុំចង់ឲ្យគាត់ប្រើកម្លាំងរបស់គាត់ដើម្បីបញ្ឈប់ការនិយាយដើមគេចុះផែនការវិញបានផ្លាស់ប្ដូរតើអ្នកបានអានកំណត់ចំណាំប្រជុំទាំងនេះនៅពេលណានៅពេលខ្ញុំខ្ជិលនៅកន្លែងធ្វើការបន្ទាប់មកអ្នកខ្ជិលហើយមានតម្លៃណាស់លោកវាងអ្នកមិនអាចរកដំណោះស្រាយទៀតទេខ្ញុំនឹងផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់ភ្លាមអ្នកនិយាយចូលយើងទទួលស្គាល់បញ្ហានៃផែនការចាស់ជាមុនសិនប៉ុន្តែការកែប្រែ7របស់អតិថិជនមិនមែនជាការបញ្ច្រាស់7ទេយើងបំបែកវាជា3ប្រភេទដោះស្រាយតម្រូវការជាក់ស្ដែងជាមុនសិនរុះរើថ្នាំងដឹកជញ្ជូនឡើងវិញទំនួលខុសត្រូវបន្ទាប់ពីការលក់ក៏ត្រូវបានសរសេរយ៉ាងច្បាស់ផងដែរតើមួយណាជាទំនួលខុសត្រូវរបស់យើងតើមួយណាដែលត្រូវការបញ្ជាក់ពីអតិថិជនរីទាំងអស់ការបោះពុម្ពលើកនេះអាចត្រូវបានពិភាក្សាតើអ្នកហ៊ានទទួលយកគម្រោងបរទេសទេចៅគុណមានធនធានយ៉ាងខ្លាំងប៉ុន្តែលក្ខខណ្ឌក៏ខ្លាំងដែរដំណើរអាជីវកម្មជាមួយខ្ញុំនៅថ្ងៃស្អែកខ្ញុំសូមទោសចំពោះបុគ្គលិកធម្មតារបស់អ្នកត្រឹមត្រូវជាខែរបស់ខ្ញុំតើធ្វើដូចម្ដេចអំពីការបរិច្ឆេទពីការភ្នែកជីតាគុំជំរុញឲ្យអាពីពីពីនៅឡើយទេខ្ញុំអាចនឹងធ្វើសង្គ្រាមនៅថ្ងៃស្អែកជាមួយនឹងការបរិច្ឆេទពីការភ្នែករបស់ខ្ញុំ